Hello សួស្តីអ្នកនរគ្នាជួយជាមួយខ្ញុំបាទពេកម៉ាំងបាទថ្ងៃនេះយើងនឹងបន្តសម្ដែងសាច់រឿង Henderson Return from Hell អញ្ចឹងណាចង់ប្រាប់គ្នាថា season 2 របស់ Henderson អត់ដល់កន្លែងល្អមើលបាទដល់មើលច្រើនឆាត់ថើបន្តិចបានវាដល់កន្លែងល្អមើលចាំមើលញ៉ាំមកពេលទៅនេះធ្វើឈុតខ្លីឲ្យអ្នកនរគ្នាមើលប្រហែល4នាទីនៅផ្ទះរបស់សៀងយាននាងកំពុងតែព្យាយាមធ្វើឲ្យតុក្កតារបស់នាងរស់ឡើងវិញនាងបានគិតថានាងត្រូវការធម្មពលចេញពីហានឌីសុងដើម្បីធ្វើវារស់រានមានជីវិតបានគិតចោះគិតឡើងនាងបានដឹងថាវាមិនដំណើរការនោះទេនាងត្រូវការផ្លាស់ប្ដូរផែនការនៅពេលនេះរាងកាយរបស់ដុងខ្យល់ត្រូវបានអណ្ដែតឡើងលើអាកាសប្រព័ន្ធបានលោតមកដោយប្រាប់ហានឌីសុងថាតើហានឌីសុងចឹងបានគេធ្វើជាអ្នកបម្រើដែរឬទេគាត់បានយល់ព្រមធម្មពលក៏បានចាត់ចូលក្នុងរាងកាយរបស់ដុងខ្យល់ដែលធ្វើឲ្យក្អៅរបស់គាត់ខ្ទេចអស់តែម្ដងឃើញបែបហ្នឹងអ្នកសារព័ត៌មាននៅតែបន្តថតដោយហានីសងបាននិយាយថាព្រឹត្តិការណ៍ថ្ងៃនេះត្រូវបានបញ្ចប់ហើយគាត់ក៏បានស្ទុះបាត់ពីកន្លែងហ្នឹងទៅដុំសបានបើកភ្នែកឡើងក៏បានប្រើជើងរបស់គាត់ជន់លើក្រែមួយនោះហើយគាត់និយាយថាគ្មានផ្លូវទេដោយសារមុនពេលគាត់សម្លាប់គាត់កំពុងតែប្រយុទ្ធជាមួយនឹងមនុស្សក្រៅភពម្នាក់នោះហារៀននឹងសេងបានកំពុងតែលួចសើក្នុងចិត្តដុំសបាននិយាយថាតើខ្ញុំមិនទាន់ស្លាប់មែនទេហារៀននឹងសេងកំពុងតែសើចដល់ដែរហើយបាននិយាយថាមានអ្វីប្លែកបានកើតឡើងដុំសបានសួរថាតើមានអ្វីប្លែកទៅពេលមើលទៅដុំសបានដឹងថាខ្លួនឯងអាក្រាតកាយនៅស្ថានភាពរបស់ចៅម៉ាវិញយើងបានឃើញសៀងយានមកដល់កន្លែងនេះផងដែរអ្នកទាំង3ក៏បានជជែកគ្នាលេងមួយផ្លែតអីចឹងទៅដែលសៀងយានមកជាមួយនឹងអីវ៉ាន់ទំនើបតែម្ដងដែលនាងបាននិយាយជាមួយនឹងចៅម៉ាតែមួយផ្លែតែប៉ុណ្ណោះនាងបានទៅនិយាយជាមួយនឹងជីសោយ៉ាងច្រើនតែម្ដងមិនដឹងថានាងមានផែនការអ្វីនោះទេក្រោយពីជីសោឮអ្វីដែរសៀងយានត្រូវការនាងមានការភ្ញាក់ផ្អើលជាខ្លាំងហើយនិយាយថាតើនាងឈួតមែនទេដែលសៀងយានមកទីនេះហើយផ្ដល់របស់ជាច្រើនទៅកាន់ជីសោព្រោះចង់ឲ្យជីសោជួយធ្វើរឿងមួយឲ្យនាងរបស់ដែលសៀងយានត្រូវការនោះគឺជារោមលើថ្ងាសដែលជាតំបន់សម្ងាត់ដំបូងជីសោក៏បានបដិសេធផងដែរប៉ុន្តែសៀងយានបានដកយកក្រាស់ចូលរួមខេបផប់មួយទៅកាន់នាងហើយនិយាយគ្នាចុះឡើងជីសោក៏បានយកព្រមផងដែរសៀងយានបានប្រាប់ជីសោថាបើផែនការនេះទទួលបានជោគជ័យនាងនឹងផ្ដល់សបត់មួយនេះទៅកាន់នាងសៀងយានបានប្រាប់តុក្កតារបស់នាងថារងចាំមើលផ្លែទៅតិចទៀតឯងនឹងមានជីវិតឡើងវិញហើយនៅក្លែនដេសុងយើងបានឃើញឈោយន្តនឹងដងសោកំពុងតែវឹកហាត់ជាមួយគ្នាដងសោបានស្ទុះមកប្រើដៃរបស់គេវាយបហាទៅកាន់ឈោយន្តនាងក៏បានលោតគេចផាត់ផងដែរក្រោយពីបានឃើញលទ្ធផលចេញមកចាន់ហូបាននិយាយទៅកាន់ហាន់ឌីសុងថាតើមានសេះសល់ត្បូងអ្វីខិនដែរឬទេជួយខ្ញុំឲ្យអ្វីខិនផងហាន់ឌីសុងបានតបថាប្រសិនបើអ្នកអ្វីខិនតើមាននរណាធ្វើការនៅក្នុងអូហ្វីសទៀតចាន់ហូបានមើលទៅកាន់អ្នកទាំងពីរហើយនិយាយថាអ្នកទាំងពីរគឺជា member របស់យើងពីពេលនេះតទៅយើងគឺជា clan ដែលមានលេខ1ហាន់ឌីសុងបានប្រាប់ចាន់ហូថាប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់ដើម្បីប្រយុទ្ធជាមួយនឹងមនុស្សហុងសៀនទាំងអស់នោះចាន់ហូបាននិយាយថាទោះបីខ្ញុំអ្វីខិនក៏ដោយថ្ងៃដែរប្រយុទ្ធជាមួយនឹងមនុស្សហុងសៀនទាំងអស់នោះខ្ញុំក៏មិនមានសុវត្ថិភាពប្រយុទ្ធជាមួយនឹងពួកវាដែរហាន់ឌីសុងបានកើតក្នុងចិត្តថាតើខ្ញុំគួរតែសាកល្បងបង្កើន level របស់ខ្ញុំបន្ថែមទៀតទេមកដល់តែយើងបានឃើញជីសូចេញមកស្វាគមន៍ហាន់ឌីសុងផងដែរហាន់ឌីសុងបាននិយាយថាមុខប្អូនឯងមើលទៅដូចជាបិសាចខ្លាំងណាស់ជីសូបានដើរចេញហើយនិយាយថាមុខនរណាគេឥឡូវដូចជាបិសាចជាងហាន់ឌីសុងបានគិតតើបងស្រីរបស់ខ្ញុំថ្ងៃនេះកើតអ្វីនឹងបន្ទាប់ពីហាន់ឌីសុងបានងូតទឹករួចគាត់ក៏បានដើរចេញយើងបានឃើញជីសូកំពុងតែលួចចូលទៅក្នុងបន្ទប់របស់គាត់ផងដែរនាងបានបើកទ្វារហើយចូលទៅនាងបាននិយាយថាអេរ៉េនេះគេសំបីតែចលនារបស់ខ្ញុំក៏មិនអាចចាប់បានផងដែរហាន់ឌីសុងបានមកពីក្រោយនាងដែលធ្វើនាងមានការភ្ញាក់ជាខ្លាំងហើយនិយាយថាបងឯងធ្វើខ្ញុំភ្ញាក់ហើយហាន់ឌីសុងបានសួរនាងថាតើនាងមកបន្ទប់ទឹកមានការអ្វីនឹងនាងបានកុហកដោយប្រាប់ថានាងមកឲ្យនាងមកសម្អាតបន្ទប់ទឹកតោះមកនាងក៏បានបិទទ្វារចូលទៅហាន់ឌីសុងបាននិយាយថាតើនាងចេះសម្អាតបន្ទប់ទឹកតាំងពីពេលណាមកចង់ប្រាប់គ្នាយើងថាគួរតែយល់ថាសៀងយើងចង់បានអីគេនាងចង់បានរោមលើតំបន់សម្ងាត់ឯណាដែលពេលមនុស្សប្រុសងូតទឹកហើយធ្វើការដល់តំបន់សម្ងាត់ចឹងណាហើយអារោមខ្លាំងវាធ្លាក់តែសៀងយានចង់បានអាហ្នឹងហើយប្រើឲ្យជីសូមកយកដល់ក្នុងបន្ទប់ទឹកតែម្ដងបាទមកដល់កន្លែងណាត់ជួបយើងបានឃើញសៀងយានបានសួរជីសូថាតើអ្នកបានយកវាហើយមកឬនៅជីសូបានប្រាប់ថាអ្នកអាចឆែកមើលវាបានឃើញបែបហ្នឹងពួកគេក៏បានជជែកគ្នាមួយផ្លែផងដែរបន្ទាប់មកសៀងយានក៏បានធ្វើការឲ្យសម្បត្តិនោះទៅកាន់ជីសូតែម្ដងពេលធ្វើដំណើរមកដល់ផ្ទះសៀងយានក៏បានចាប់ផ្ដើមធ្វើផែនការរបស់នាងតែម្ដងនាងបានដាក់រោមលើតុក្កតាមួយនោះហើយនិយាយថាព្រះអារ្យសូមផ្ដល់ពរដល់កូនរបស់ខ្ញុំនៅកន្លែងហាន់ឌីសុងក៏បានទទួលអារម្មណ៍ថាគួរឲ្យស្អប់ខ្ពើមខ្លាំងមែនទែនតុក្កតារបស់នាងបានដែលលើលំហវាក៏បានបើកភ្នែកមកសៀងយានបាននិយាយថាទីបំផុតឯងមានជីវិតមកវិញហើយបន្ទាប់មកនាងក៏បានស្ទុះទៅអោបតុក្កតាមួយនោះប៉ុន្តែវាបានវាយនាងមួយដៃតែម្ដងហើយនិយាយថាលុះល្ងងអ្នកណាថាអត់អ្នកជួយជីវិតរបស់ខ្ញុំរស់ឡើងវិញវាបានទាត់នាងយកតែម្ដងហើយនិយាយថាអ្នកណាប្រាប់អ្នកថាខ្ញុំចង់រស់រានជីវិតមកវិញនាងបានគិតថាតើមានអ្វីចម្លែកកើតជាមួយវានឹងសំឡេងតុក្កតាបានស្រីឡើងពេញតែម្ដងយក
bán khơi việc bốc bên tại đây một chỗ hỏi những bạn khờ hỏi này dây thà dưới hạt tóc cả trong rầy hãy mình chết một cột anh trắng cho hàn đi rằng bạn tế một niềng bật tốt một niềng các bạn mình lực phong đài cả mặt đó con lay nỉ nước không có sao sẽ bắt đi mà dừng bạn khởi nhớ từng bầy một đó con lay nỉ phong đài xiên diện bạn ấy dây thà bê khla dưỡng có miên bê tầm nề mới mướt lại đỏ rồi thổi bãi nỉ phong đài hàn đi rằng bạn ấy dây thà nhớ từng bầy bắt chịu tôn sỏi khác nè lử bãi nặng pí nè đi mình bây tóm nút tế hàn đi rằng bạnรับthà đôi này chấp bị pen nỉ to từ nè trơ cả áp lại bó nè nhưng mà này từ cản hàn đi rằng thà lục rồi hàn đi rằng sòng rong chạm mới phải chấm miên vậy đại trơ bỏng hái nè hàn đi rằng bạn số thà tại vì cứ chia vậy nhưng mà cục tốc thà nâng cháy mỏ tốc thà nâng bạn số thà hết với ba chuyện để hạt cho một tí nỉ mới tới lúc rồi ní hàn cứ chỉ cầu nó bao giờ lử bao đằng đen đằng pí miếng cả việc với khăn những mưa từ cản tụng một bao hàn đi rằng là bao giờ đừng hỏi tốc tên đùng bàn rút một hàn đi rằng bàn váy vì hàn này thà slap từ tốc thà muốn đùng bàn bay vào một hoạt của bát tới hơi hàn đi rằng bàn cất thà niềng cháu chặt với riêng cụ ai rốn thôi sản lập cả sắp mai bàn tay đi cứ chia vậy bất chỉ cột men ten khởi bãi này nè thằng pí miếng cả kẹn với khăn hàn đi rằng bàn prap nè thằng kia thà chặt bị pé lên đi với đừng vừa ở khởi nó bao giờ cản té khănต่อเพราะพรจับดาวน้อมเยิงตึกไพรสไปเดอร์ขวินมักดอกขนมไพรสไปเดอร์ขวินเนี่ยตั้งปีมินกาเพียบพรุ่งดังขาบ้านมาดอกไหลหนามวยตีบาตึกหายเพราะพรหล่นนึกปีหมกเสียงเย็นหายเดียงบานในยี่ทางไปอยู่ได้เนี่ยต่อคะแนนอาจเมื่อครูในบ้านเฉยรบฉลองครั้งนะเข่งบ้านนังต้นเสาบ้านสู่หาในสองทางต้าเนียงเมงกาพรจะได้ล่ำสำหรับการมากาดได้หรือเตะให้ไหลบ้านเฉียงหมกดอกติดไหลงุ้ยนี่เสียงเย็นบ้านในยี่ปราบดงเสาทางนี่คือเจี๋ยกันไหลเทรนนินฐานนรุชาวโยนบ้านก็ทาแต่ในแม่นเตะเป็นในอย่างบ้านเข่งวิสัยปีเปียงชี้จานบ้านเจ้งหมกหันได้ส่งบ้านปราบเนี่ยต้องเอาคณิตฐานนี่คือการเทรนนิ่งสบายวัวเราดอกไปกำหนดเข่งบ้านนังต้องโสมีนแต่ขลายไอ้หน้ากอดบ้านมันเจ้งทำมาปวดรันเตียระบบเกมหมกจำนายไอ้ชาวโยนบ้านดอกกำเลิงระบบเนียงหันได้ส่งบ้านปรับถาเวียชับรับให้เนื้อก็แรงประเทศเนี่ยทับใดกว่ากำปุ้งแต่มือปอระเมียนปีหันได้ส่งระบบยังพ้องได้ยังบ้านลื้อสำเร็จประเทศเล็กขาบ้านในยี่ถาสมโจเตอค้างขนมประเทศเนี่ยทับใดบ้านปรับถาเจ้าหมกประเทศเล็กขามันบักเถียเจ้าหมกหายทั่วกายกระดกแต่การประเทศเนี่ยทับใดพ้องได้ประเทศเนี่ยทับใดบ้านสู้ถาตาเมียงก้าไว้ให้ระบายบ้านจิมหมกตีนในประเทศเล็กขาบ้านปรับถาเมียงก้าก็ห้าวบรรทมปีดับอยู่ห้าเอเวียตระบางเก็บประกาศถาเกิดพระชมสหพรพิภพโลกระบบหันได้ส่งหนังทั่วลางเนื้อแต่ก็ไรหานี่ให้ได้ทั่วไอ้พวกเกย์จังเฉยหันได้ส่งระบายยังเติมพ้องได้หรือบ้านนังประเทศนี้ทับใดบางเกิดขนมเชนวิปเลยหายกอบบ้านสัวประกันประเทศเล็กขาถาต้าเนี่ยนาตระบางอันเจอหมอกประเทศเล็กขาบ้านพระถาเนี่ยแต่ตระบางอันเจอหมอกกันไล่นี่คือไอแซนหรือบ้านนังประเทศนี้ทับใดเมงกาเพียบอ่าวที่ขลังหอนี้ยี่ถาไอแซนคือจีนเนี่ยประมาณได้เมียนทับวันทูเตียงพิภพโลกหายก็เชียร์เพราะองค์ประบเนี่ยกรุบกรองเนื้อกระไหลนุพ้องได้